ស្អាតណាពងមាន់សិននេះថ្លោះធំនេះបងប្អូនមាន់ពងល្អគឺស៊ីស្រូវគឺពងថ្លោះធំល្អបាទពីមុនមកពងមាន់ខ្ញុំគឺរៀងមើលទៅរៀងតូចហើយអត់សូវវែងអញ្ចឹងទេរៀងកតប់ហើយតូចតែចាប់ពីខ្ញុំចាប់ផ្ដើមឲ្យស៊ីស្រូវមកឃើញថាពងរបស់វាគឺល្អថ្លោះធំបងប្អូនហើយសបុកហ្នឹងគឺមេ3ពងចូលគ្នាបងប្អូនប៉ុន្តែខ្ញុំអត់ទាន់ដកទេចាំឲ្យវាបាន20គ្រាប់ខ្ញុំគិតថាខ្ញុំដក15ខ្ញុំទុក5ដើម្បីឲ្យវាពងអស់អញ្ចឹងណាហើយឥឡូវនេះគឺខ្ញុំចាប់ផ្ដើមដាក់ទូវិញបងប្អូនទូខ្ញុំទំហំ40គ្រាប់ហ្នឹងបងប្អូនឆ្នោះលេងប៉ុន្តែខ្ញុំស្រឡាញ់ពងស្អាតនេះស្អាតធំថ្លោះសកម្មភាពអ្នកចិញ្ចឹមមាន់កាខ្ញុំចេះស្អាតគ្មានចេះអនាម័យទេហើយមាន់ចេះតែកើតដែរឆ្ងល់ឃើញកន្លែងគេចិញ្ចឹមមាន់ស្អាតមកមើលកន្លែងមាន់ខ្លួនឯងចប់ដឹងពិសីក្រិចសម្រាប់ធុងនេះមិនដែលស្គាល់ជាតិលាងដោះសាប៊ូដូចគេមិនទេអ្នកគេចិញ្ចឹមមាន់ខ្លះធុងចេះវិញតាមអាទិត្យអីលាងម្ដងពីរដងក្នុងវិធុងខ្ញុំអាចមាន់កាកជាប់ពេញហ្នឹងឯងទៅបីតែកតោទឹកក៏មិនដែលលាងដែរកតោទឹកវិញខ្ញុំប្រើតតែមាន់តម្លាក់ចុះដីហើយស្បុកនេះ11ណាក្រិចណាបងប្អូនខ្ញុំចាំមាន់ខ្ជិលទៅតែដឹងថាម៉េចមាន់ចេះកាត់មកដែរកតោទឹកវិញខ្ជិចណាស់ស្នុកចំណៃធុងដេកតែស្គាល់ចិត្តលាងទឹកដូចគេមកជើងបងប្អូនហើយអានេះពូជល្អិតបានមើលថ្ងៃ30សុំទោសហ្នឹងដាក់បានអាយុ4ថ្ងៃបងប្អូនមុនដំបូងដាក់បងវាតែបងវាខ្ញុំតម្លាក់ចោលហើយមកដាក់អាប្អូនវិញគ្រិចណាបងប្អូនមើលមកទឹកមិនអីនៅខ្ទឹមសកាក់ខ្ទឹមសខ្ញុំបុកហ្នឹងបងប្អូនទៅបង្ហាញជូនបងប្អូនតែប៉ុណ្្នឹងទេបាទសម្រាប់ទស្សនាកម្សាន្តបាទឡើងសាច់ដុំភ្នែកលេងបាទអរគុណច្រើនបងប្អូន